សុំជម្រាបសួរមកថ្ងៃនេះមក review ទៀតហើយបងប្អូន review អំពីដើមទឹកដោះដើមទឹកដោះយើងមានអាយុកាល5ខែបងប្អូនដើមទឹកដោះនេះយើងបានបណ្ដោះគ្រាប់បណ្ដោះហើយយើងបណ្ដោះនៅកន្លែងហ្នឹងដាំកន្លែងហ្នឹងតែម្ដងហើយលើដើមល្អមើលស្លឹកមើលត្រួយល្អយើងអាចទទួលយកបានប៉ុណ្ណឹងហ៎យើងដាក់ជីដែរយើងដាក់ជីយើងអាចទទួលយកបានដើមប៉ុណ្ណេះរូបរាងប៉ុណ្ណេះល្អហើយបងប្អូនគិតមើលយើងដាក់ជីល្មមយើងដាក់ទឹកក៏ល្មមណាយើងបានទទួលបានថាប៉ុណ្ណេះគឺគួរសមហើយមើលត្រួយមើលម៉ែកសាខាល្អមកដើមនេះសាខាល្អហើយខ្ញុំក៏សង្ឃឹមថារយៈពេល3ឆ្នាំទៀតខ្ញុំយល់ថាផ្លែដើមទឹកដោះនេះដើមទឹកដោះធម្មតាទឹកដោះខ្មែរយើងទេទឹកដោះល្អទេអត់មានទឹកដោះមកពីប្រទេសក្រៅទេមានទឹកកៅស៊ីខ្លះដែរនេះតែគាត់ថាមកដើមនេះទឹកកៅស៊ីតិចស៊ីប្រហែលជា2 3ស្លឹកទេបងប្អូនមិនច្រើនទេហើយយើងក៏អត់មានដាក់គីមីដែរខ្ញុំធានាថាគុណខ្ញុំថាយើងអត់មានដាក់សារធាតុគីមីទេក្នុងចំការរបស់ខ្ញុំប្រើតែជីលីមគោលបៀបមន់ហើយនឹងទឹកយើងគឺទឹកធម្មតាទេគឺខ្ញុំជីកអណ្ដូងយកទឹកពីខាងក្រោមដីយកមកស្រោចស្រពដំណាំហូបផ្លែមានល្ហុងមានស្វាយមានចេកអម្បូរមានចេកតកាមានចេកទឹកមានខ្នោមានដូងមានខ្នុរនេះគ្រាន់តែមួយដុំតូចមកចំហៀងខាងក្រោយតូចនេះមួយឯងតូចមួយនេះទេខ្ញុំដាំបានរហូតដល់1មុខ2មុខ3មុខ4មុខ5មុខ6មុខខ្ញុំដាំរហូតបានដល់6មុខហើយក្នុង1មុខមានចាប់ពី1ដើម2ដើម3ដើមខ្លះរហូតដល់6គុម្ពហ្នឹងតូចមួយទេហើយខាងនោះមានត្របែកតែត្របែកហ្នឹងប្រហែលមិនຕົកទេត្រូវខ្វះចោលព្រោះដីខាងហ្នឹងគឺត្រូវយើងមានគម្រោងថានេះក្រោមលប់របស់ហ្នឹងមានគម្រោងថាគម្រោងខ្ញុំមានរហូតដល់3គម្រោងណាក្រោមលប់ហ្នឹងគឺខ្ញុំចង់ដាក់ចំកង្កែបមកគម្រោងចង់ចំមន់ទាយកពងមកគម្រោងទៀតខ្ញុំចង់ចាក់ដីហើយខ្ញុំចង់ខ្ញុំចង់ដាំជីអាណាជីនាងវងជីក្រមុកហើយគម្រោងមួយទៀតវាដូចតែគម្រោងទី3ទេគឺយើងចង់ដាំទឹកសក់ដាំលពៅយកតងដាំទឹកសក់យកផ្លែឬមួយក៏យើងដាំលពៅយកតងដើម្បីលក់ឬមួយក៏ទុកសម្រាប់គ្រប់ក្នុងគ្រួសាររបស់ខ្ញុំនេះខ្ញុំអត់ដឹងដីតំណងខ្ញុំគាត់ទៅជំរះស្មៅនឹងចេញទៅនេះខាងប្រឡោះក្រោមហ្នឹងយើងគាត់ចាក់ដីមកហើយរុក្ខជាតិជីអីអស់ហ្នឹងវាអត់ត្រូវការរឹសវែងទេវាត្រូវការរឹសខ្លីៗទេអញ្ចឹងយើងសម្អាតស្មៅហ្នឹងមកទិញមកតើកាត់ស្មៅឬមួយក៏សិនកាត់ស្មៅមកជំរះទៅហើយយើងចាក់ដីទៅនេះដីកន្លែងហ្នឹងទៀបអញ្ចឹងយើងចាក់ខ្ពស់ជាងគេបន្តិចមកដើម្បីអីការពារទឹកលិចវាមិនលិចអីទេគ្រាន់តែវាទឹកភ្លៀងខ្លាំងមកកុំឲ្យវាដក់ធ្វើឲ្យដំណាំអស់ហ្នឹងវាត្រូវការទឹកល្មមអញ្ចឹងយើងក៏ចាក់ដីខ្ពស់ជាងខាងដីដែលមានស្រោមនេះបន្តិចទៅស្រួលយើងដាំស្លឹកបាសស្លឹកអីចឹងទៅគឺល្អនេះគ្រាន់តែជាថ្ងៃក្រោយពេលដែលខ្ញុំនឹងថតវីដេអូជូនបងប្អូនទស្សនាទៀតតែឥឡូវអត់ទាន់ធ្វើទេដោយសារអីដោយសារតែគេអត់ទាន់មានដីឡានអត្រាអត់ទាន់មានដីជីកចឹងពេលណាដែលមានដីជីកខ្ញុំនឹងទិញគេយកមកចាក់អស់ប្រហែលជា4-10ឡានទៀតហើយនេះក្រូចពុសាត់របស់យើងដើមមិនល្អទេដាំឡើងប្រហែល 4-5 ឆ្នាំហើយឡើងក៏ប្រឹងតែឥឡូវណាគេចេញផ្កាថាមិនកាត់ផ្កាផងថាកាប់ចោលផងតែឥឡូវចេញផ្កាក៏ទុកវិញទៅនៅក្រោមម្លប់ពេកអីក៏មិនដឹងដែរតែគាត់ថាម្លប់ចឹងក៏ល្អដែរយើងអត់បានមុខយើងដានមុខតែគាត់ថាដីប្រឡោះប៉ុណ្ណេះគឺបានហើយយើងដាំដំណាំហូបផ្លែពីលើទៅក្របទៅជាម្លប់ទៅហើយអាជីអីអស់ហ្នឹងវាត្រូវការម្លប់ដែរ
ទៅជីថ្ពត្រៃវិញត្រូវការលុបដែរអញ្ចឹងអត់អីទេតែខាងនេះក៏មិនលុបផ្សោះដែរខាងនេះយើងមានថ្ងៃទេនេះកន្លែងដែលត្រូវចាក់ដីនេះមានថ្ងៃដែរទេអញ្ចឹងពលឺក៏មានគ្រប់គ្រាន់មកលុបថ្ងៃមកពីខាងនេះក៏យើងមានលុបគ្រប់គ្រាន់បាំងការពារដែរហើយចំសัตว์ក៏ត្រូវដែរវាមិនក្តៅពេកហើយក៏វាមិនត្រជាក់ពេកវាមានពលឺថ្ងៃខ្លះវាមាន